ដល់ពេលបើកទំព័រចុងក្រោយនៃគម្ពីរយុទ្ធសិលបុរសនោះក៏ទីបំផុតបានយល់ពីអត្ថន័យដ៏ជ្រាលជ្រៅរបស់វាគាត់បានបិទជ្រុនឈាមរើនឹងទូជាមុនសិនហើយប្រើកម្លាំងខាងក្នុងទាំងអស់របស់គាត់ដើម្បីព្យាយាមទម្លាយកម្រិតដោយបង្ខំការហ្វឹកហាត់មហាគម្ពីរវូជីងវូយ៉េនឹងជួយបង្កើនសក្តានុពលរបស់ខ្លួនរាប់រយដងសូម្បីតែប្រឈមមុខនឹងអ្នកលេងគុណកម្រិតមហាសេនាគាត់គ្រាន់តែវាយមួយដៃក៏អាចកំទេចសរីរាង្គខាងក្នុងរបស់សត្រូវឲ្យខ្ទេចខ្ទីក្នុងមួយរំពេចប៉ុន្តែអ្នកចម្បាំងនៃប្រទេសសាគូរ៉ាមិនព្រមចុះចាញ់ឡើយដកដាវចេញមកបំរុងនឹងប្រកួតជាមួយគាត់លទ្ធផលនៅវិនាទីបន្ទាប់ឈួតវង្វេងធ្លាក់ចូលភ្លើងងឹតហើយកុំចូលមកចូលមកទោះជាយ៉ាងណាមូលហេតុដែលគាត់បង្ខំខ្លួនឯងឲ្យឈួតវង្វេងនិងហ្វឹកហាត់មហាគម្ពីរវូជីងដោយបង្ខំគឺគ្រាន់តែដើម្បីសងសឹកឪពុកម្ដាយដែលបានស្លាប់តាមពិតកាលពី20ឆ្នាំមុនមេដឹកនាំពិភពគុណដើម្បីដណ្ដើមយកគម្ពីរផ្ដាច់មុខវូជីងរបស់ត្រកូលយឺបានសហការជាមួយត្រកូលធំទាំង4ក្នុងពិភពគុណដើម្បីវាយលុកត្រកូលយឺហើយថែមទាំងយកកូនរបស់គាត់មកគំរាមទៀតប៉ុន្តែប្តីប្រពន្ធត្រកូលយឺមិនចង់ឲ្យគម្ពីរដូនតាធ្លាក់ចូលដៃចោលឡើយដូច្នេះអ្នកទាំងពីរក៏សុខចិត្តជ្រើសរើសការធ្វើអត្តឃាតពេលដែលមេដឹកនាំបំរុងនឹងសម្លាប់ក្មេងនោះបុរសពាក់ម៉ាស់ខ្មៅម្នាក់ក៏បានឆក់យកក្មេងនោះទៅបាត់ភ្លាមតាមពិតអ្នកដែលជួយសង្គ្រោះគេគឺពូរបស់គេពេលឃើញសត្រូវចិត្តតាមតាន់ពូក៏ស្ពីគេរត់ពួនក្នុងគំនរសម្រាមក្បែរនោះហើយក៏ប្រគល់មហាគម្ពីរវូជីងរបស់ត្រកូលយឺឲ្យគេព្រមទាំងផ្ដាំផ្ញើឲ្យគេចងចាំទុកថាមុនពេលគេហាត់ចប់គម្ពីរផ្ដាច់មុខនេះដាច់ខាតកុំបញ្ចេញសមត្ថភាពគេឃើញហើយត្រូវលាក់បាំងអត្តសញ្ញាណខ្លួនឯងឲ្យបានល្អបន្ទាប់មកពូក៏បំរុងនឹងចេញទៅដើម្បីបង្វែរចំណាប់អារម្មណ៍ពួកគេនឹកស្មានមិនដល់គាត់បែរជាត្រូវមេដឹកនាំស្ទាក់ផ្លូវជាប់ក្នុងច្រកពូមានបំណងប្រយុទ្ធស្លាប់រស់ជាមួយពួកគេប៉ុន្តែត្រូវមេដឹកនាំវាឲ្យសន្លប់បន្ទាប់មកក៏ត្រូវកូនចៅពួកគេចាប់ខ្លួនទៅគេដែលឃ្លានអស់3ថ្ងៃ3យប់ក៏ដួលសន្លប់នៅលើផ្លូវសំណាងល្អគេត្រូវបានមេប៉ាប៉ាជីបេជីប្រទេសឃើញល្មមហើយក៏បាននាំគេយកទៅផ្ទះមួយប៉ព្រិចភ្នែក20ឆ្នាំបានកន្លងផុតបុរសនោះតែងតែលួចហ្វឹកហាត់គុណនៅទីធ្លាក្រោយផ្ទះរាល់ថ្ងៃប៉ុន្តែថ្ងៃមួយបែរជាត្រូវសិស្សច្បងធំប្រទេសឃើញដោយចៃដន្យឃើញគេលាក់របស់នៅនឹងចង្កេះសិស្សច្បងក៏ចង់ដឹងចង់ឃើញពេលឃើញថាវាជាមហាគម្ពីររបស់គេមកគេក៏សើចចំអកឲ្យបុរសនោះថាឈួតបាត់ទៅហើយថែមទាំងនិយាយថាក្មេងសុំទានគ្មានក្បាច់គុណសោះដូចជាគេសូម្បីតែក្បាច់មូលដ្ឋានគ្រឹះក៏មិនចេះផងគុំសង្ឃឹមផ្ដេសផ្ដាស់ចង់រៀនមហាគម្ពីរនេះអីនិយាយចប់ហើយឬនៅអាយ៉ាហានៅហ៊ានតវទៀតល្អណាស់ថ្ងៃនេះអញនឹងលេងជាមួយឯងមិនបានទេមុនពេលហាត់ដល់កម្រិតវូជីងខ្ញុំមិនអាចបញ្ចេញសមត្ថភាពបានទេអាយ៉ារបស់សម្រាមខ្ញុំពិតជាមិនយល់សោះហេតុអ្វីបានជាលោកគ្រូរើសឯងមកកាលពីមុនហាត់គុណ20ឆ្នាំហើយកុំប៉ះឯងជាជ្រូកមែនទេជ្រូកនៅឆ្លាតជាងវាទៀតខួរក្បាលអាសម្រាមនេះសាក់សំតែដើរសុំទានគេប៉ុណ្ណោះខ្ញុំគិតថាកាលនោះឪពុកម្ដាយឯងស្អប់ឯងដែលសម្រាមពេកទើបបោះឯងចោលមែនទេខ្ញុំព្រមានឯងមិនអនុញ្ញាតឲ្យនិយាយពីឪពុកម្ដាយខ្ញុំទេនិយាយហើយយ៉ាងម៉េចឪពុកម្ដាយឯងក៏ជាសម្រាមដែរជាគូសម្រាមដ៏ធំជាងគេក្នុងលោកទើបអាចបង្កើតឆ្កែស្អុយដូចជាឯងមកបានឯងរកងាប់មែនទេនឹកស្មានមិនដល់ស្រាប់តែពេលនោះកូនប្រុសតកូលមរងនៃប៉ាដាវស៊ូក៏ស្រាប់តែទម្លាយចូលមកហើយនាំយកលិខិតអញ្ជើញចូលរួមមហាសន្និបាតយុទ្ធគុណមកជាមួយប៉ុន្តែលិខិតអញ្ជើញមួយនេះមិនមែនងាយស្រួលនឹងយកបាននោះទេលក្ខខណ្ឌមុនដំបូងគឺត្រូវតែលើកកូនស្រីរបស់គាត់ឲ្យទៅគេបើមិនដូច្នេះទេពួកគេមិនត្រឹមតែមិនអាចចូលរួមការប្រកួតលើកនេះទេថែមទាំងលុបឈ្មោះបាក់ប៉ាជីរបស់ពួកគេចេញទៀតផងប្អូនស្រីធ្វើបែបនេះហួសហេតុពេកហើយមានយោបល់មែនទេពួកអាសម្រាមក្បាច់គុណឆ្មា3ជើងមួយហ្វូងចង់តាំងមែនទេបើស្គាល់កាលៈទេសៈឯងឥឡូវនេះលុតជង្គង់ចុះហើយទទួលយកសំណើនេះទៅដឹងគុណដែលខ្ញុំរៀបការជាមួយកូនស្រីឯងហើយពួកអាសម្រាមមួយហ្វូងរបស់ពួកឯងនេះលុតជង្គង់ទាំងអស់គ្នាប្រហែលមើលងាយគេពេកហើយខ្ញុំនឹងកម្ចាត់ភាពក្រអឺតក្រទុំឯងជាមុនសិនសិស្សប្អូនបាក់ប៉ាជីរបស់ពួកឯងមានកម្លាំងតែប៉ុណ្្នឹងទេអីមិនទាន់វាបានប៉ុន្មានផងមិនក៏អស់លាក់បាត់ទៅហើយគុំក្រអឺតក្រទុំពេកហាត្រឹមប៉ុណ្ណឹងចាញ់ឆ្កែដែលអញចិញ្ចឹមទៅទៀតពួកអាសម្រាមឯងយកមុខទៅជូតបាតស្បែកជើងឲ្យអញទៅអ្នកទាំងអស់គ្នាចូលរួមគ្នាទៅដល់ពេលត្រូវប្រថុយហើយថយមកវិញទាំងអស់បាក់ប៉ាជីស្អីគេស៊ូរៀបចំដូរឈ្មោះជាបាក់បង្គន់វិញទៅល្អជាងស្រីស្អាតតូចទៅជាមួយបងទៅអាសម្រាមឯងចេញឲ្យឆ្ងាយបើឯងប៉ះខ្ញុំទៀតខ្ញុំនឹងខ្វេះភ្នែកឆ្កែរបស់ឯងចេញឯងត្រូវចាំមុនពេលឯងហាត់បានដល់ពាក់កណ្ដាលកម្រិតវូជីងដាច់ខាតមិនអាចបញ្ចេញសមត្ថភាពលាតត្រដាងអត្តសញ្ញាណទេបើមិនដូច្នេះទេឪពុកម្ដាយឯងនឹងស្លាប់ឥតន័យហើយទៅឲ្យឆ្ងាយពីឯងសិស្សប្អូនឯងមិនអីទេ
ឆ្កែទី2បើគ្មានសមត្ថភាពទេកុំមកធ្វើឲ្យគេខ្មាស់ហ៊ានអីមករងហៅបើកូនស្រីខ្ញុំមិនព្រមរៀបការហេតុអ្វីត្រូវបង្ខំអាចាស់ឥឡូវអញឲ្យជំរើសពីរដល់ឯងទី1ឥឡូវឲ្យស្រីថោកទាបនេះទៅជាមួយអញភ្លាមទី2ពេលនេះអញនឹងជន់កំតិចផ្លាកឈ្មោះដ៏រហែកនេះគុំទៅចៅយ៉ានយ៉ាវយ៉ែនឯងឆាប់ចូលទៅអាខ្ពស់នោះបានចំណាយកម្លាំងអស់ច្រើនហើយឥឡូវចូលទៅច្បាស់ជាឈ្នះមិនខានសិស្សច្បងធំក្នុងចំណោមពួកយើងមានតែឯងទេដែលខ្លាំងជាងគេឆាប់ជួយប្រដៅវីជំនួសពួកយើងទៅត្រូវតែការពារផ្លាកឈ្មោះបាក់ឲ្យបានសិស្សច្បងធំគឺមានក្បាច់គុណខ្លាំងជាងគេមែនទេចៅយ៉ានវីឲ្យស្លាប់ស៊ីបងប្រុសធំសុំអត់ទោសឲ្យផងចៅយ៉ានឯងងើបឡើងឲ្យខ្ញុំអ្នកប្រុសមរងលោកពិតជាឆ្លាតវៃនឹងអង្គអាចណាស់គ្មានពីលើលោកទេបើលោកមិនស្អប់ខ្ពើមទេខ្ញុំអាចធ្វើជាកូនចៅរបស់លោកបានទេធ្វើជាឆ្កែរបស់លោកក៏បានវ៉ៅអេស្ដាប់បង្កប់ណាស់ក្មេងល្អប្រាក់ឬក៏មនុស្សស្រីទេមិនខ្វះចំណែកឯងទេចុះចំណែកពួកឯងវិញចៅយ៉ានឯងខ្លាចស្លាប់ក្បត់គ្រូឯងពិតជាថោកទាបណាស់ឯងចង់ថាយ៉ាងម៉េចក៏ថាទៅអ្នកដែលស្គាល់កាលៈទេសៈទើបជាអ្នកប្រាជ្ញស្លាប់ដោយកិត្តិយសមិនស្មើនឹងរស់ត្រដាប់ត្រដួលឡើយចៅយ៉ានឯងអាមនុស្សចង្រៃនេះអាចាស់ខ្ញុំទ្រាំនឹងឯងយូរហើយត្រឹមអាសុំទានស្អុយម្នាក់នឹងមានអីល្អទៅប៉ុន្មានឆ្នាំមកនេះខ្ញុំជាសិស្សច្បងធំឯងមិនសំបីតែខ្វល់ខ្វាយពេលវាចុះពីលើភ្នំមកឯងថ្វាយបង្គំវាដូចជាកូនបង្កើតអញ្ចឹងអាសត្វត្រឆានពុកលោកគ្រូកុំចូលមកនៅមិនទាន់បន្តទៀតបាទលោកចាំមើលទៅពុកលោកគ្រូអាចារ្យនេះហើយដែលគេហៅថាបង្រៀនសិស្សចេះអស់គ្រូដាច់ពោះស្លាប់ឥឡូវដឹងពីភាពខ្លាំងរបស់អញហើយមែនទេពុកលោកគ្រូអាជនក្បត់ថោកទាបឯងធ្វើស្អីហ្នឹងលេងខ្ញុំអាមនុស្សអាក្រក់សត្វតិរឆានជេរបានល្អយប់នេះពួកយើងពេលចូលរោងការអាចមើលឲ្យច្បាស់ថាខ្ញុំពិតជាសត្វតិរឆានមែនឬក៏អត់ឯងធ្វើអីវីបានល្អវីឲ្យស្លាប់ចង់ធ្វើវីរបរោះជួយសង្គ្រោះស្រីស្អាតមែនទេកុំអីកុំធ្វើបាបគេពួកឯងទាំងពីរមានទំនាក់ទំនងមិនធម្មតាមែនទេហាហ៊ានប៉ះមនុស្សស្រីរបស់មរងហាវរកងាប់ហើយវីខ្ញុំមកកុំវីគេទៀតកុំវីគេ我求你លោកកុំធ្វើបាបគេអីខ្ញុំយល់ព្រមគ្រប់យ៉ាងនាងយល់ព្រមគ្រប់យ៉ាងមែនទេល្អតាឥឡូវនាងដោះខោអាវចេញឲ្យខ្ញុំមើលឲ្យបានច្បាស់បើមើលទៅស្អាតមិនប្រកាសទេខ្ញុំអាចមានចិត្តមេត្តាដោះលែងគេខ្ញុំហែកនាងឥឡូវហើយកុំខឹងអីមិនមែនមិនឲ្យឯងមើលឯណាពួកយើងមើលទាំងអស់គ្នាហាចាប់គេញើបឡើងបាត់ព្រះអើយលុតជង្គង់ឲ្យស្រួលមិនដោះទេមែនទេឥឡូវខ្ញុំនឹងបញ្ជូនវាទៅយមលោកខ្ញុំឈឺណាស់ត្រូវហើយតើសិស្សប្អូនស្រីចាប់ផ្ដើមទៅ别
បន្តដោះទៀបទៅឲ្យគ្រប់គ្នានឹងសង្សាររបស់នាងបានឃើញស្រីស្អាតលេខ1ក្នុងពិភពគុណរបស់យើងថាសនឹងលយប៉ុណ្ណាកុំអីហា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 កុំអីហាហាហាដោះទៅឆាប់ដោះទៅចាំខ្ញុំជួយនាងហា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 សិស្សប្អូនស្រីកុំអី